ត្រៀមខ្លួនដើម្បីទិញរថយន្តអាមេរិកហើយឬនៅបងប្អូនអរគ្នានេះគឺជាដំណឹងល្អមួយកាលពីយប់មិញរដ្ឋាភិបាលកម្ពុជាបានផ្ញើសារមួយទៅរដ្ឋាភិបាលអាមេរិកខ្ញុំសូមសង្ខេបដោយខ្លីចុះខ្លឹមសារផុសអត្ថបទមួយទំព័រហ្នឹងអាចសង្ខេបមកយ៉ាងខ្លីថាកម្ពុជានឹងបញ្ចុះពន្ធលើទំនិញអាមេរិកពី 35% ទៅ 5%តើនេះមានន័យថាម៉េចរាល់ទំនិញអាមេរិកទាំងឡាយណាដែលពីមុនត្រូវកម្ពុជាបន្ថែមថ្លៃវាឲ្យមានតម្លៃ 35% ថ្លៃជាងមុនឥឡូវនេះវាមានតម្លៃតែ 5% ថ្លៃជាងមុនទេឧទាហរណ៍បើសិនជាទំនិញអាមេរិកមួយដែលដឹកពីអាមេរិកមកមានតម្លៃ$100មកដល់កម្ពុជាទៅមានតម្លៃ$135ប៉ុន្តែនៅពេលនេះវាមានតម្លៃតែ$105ប៉ុណ្ណោះឥឡូវឧទាហរណ៍បើសិនជាពន្ធនេះអនុវត្តទូទៅលើទំនិញអាមេរិកគ្រប់បែបយ៉ាងរួមទាំងរថយន្តផងដែររថយន្តអាមេរិកពីមុនឧទាហរណ៍ដឹកមកដល់កំពង់សោមណាឬក៏តាមច្រកណាមួយក៏ដោយនៅប្រទេសកម្ពុជាបងពន្ធទៅឧទាហរណ៍ថ្លៃដើម10000មកដល់កម្ពុជាមានតម្លៃ$13500តែពេលនេះឥឡូវមានតម្លៃតែ$15000ទេវាថោកជាងមុន$3000តើវាល្អយ៉ាងណាដល់អ្នកប្រើប្រាស់ជាការពិតរដ្ឋាភិបាលនឹងបាត់ចំណូលមួយចំនួនប៉ុន្តែលុយទាំងនោះអត់មានបាត់ទៅណាទេលុយទាំងនោះគឺនៅក្នុងដៃប្រជាពលរដ្ឋទេហើយនៅក្នុងភាសាសេដ្ឋកិច្ចគេនិយាយថាចេះលុយដែលយើងសន្សំឬក៏ប្រាក់សន្សំស្មើនឹងប្រាក់ដែលរកបាន money saved is money earned អញ្ចឹងបើសិនជាយើងសន្សំ 30% ទៅលើទំនិញអាមេរិកមានន័យថាយើងរកបានចំណូល 30% ទៀតទៅលើចំណាយទាំងឡាយណាដែលយើងនឹងចំណាយទៅលើទំនិញអាមេរិកវិធានការរបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះគឺធ្វើឲ្យទំនិញអាមេរិកថោកជាងមុនធ្វើឲ្យទំនិញអាមេរិកមានប្រជាប្រិយភាពនៅក្នុងទីផ្សារកម្ពុជាហើយប្រទេសកម្ពុជាគឺជាប្រទេសប្រហែលជាទី1ហើយបើតាមខ្ញុំដឹងដែលបានចាត់វិធានការនេះគឺទម្លាក់ពន្ធលើទំនិញអាមេរិកពី 35% មកតម្លៃទាបបំផុត 5%ចឹងសំណួរនៅពេលនេះតើដូណាល់ត្រាំនឹងគិតយ៉ាងណា